តោះសួស្តីបងប្អូនបាទនៅក្នុងវីដេអូនេះខ្ញុំចង់មកបង្ហាញបងប្អូនពាក់ព័ន្ធទៅនឹងការតភ្ជាប់ microphone mono ជាមួយនឹងDJI Osmo Pocket 3 ដោយសារ DJI Pocket Pocket 3 នេះគឺវាភ្ជាប់មកជាមួយនឹងរុន Type C ដែលយើងអាចភ្ជាប់ microphone ដោយតែក្នុងវីដេអូនេះបងប្អូនឃើញតែស័យសំឡេងកម្រិតប្រេកង់របស់វាគឺឡើងចុះអាហ្នឹងបើសិនជាក្នុងករណីយើងថតធម្មតាដោយអត់ភ្ជាប់ microphone គឺវាអត់ចេញពណ៌បៃតងរត់ឡើងចុះហ្នឹងទេអាហ្នឹងបើករណីដែលយើងអត់ភ្ជាប់ microphone ឥឡូវនេះខ្ញុំកំពុងតែភ្ជាប់ microphone បាទនៅលើរបស់ខ្ញុំបែបនេះហើយបាទយើងប្រើជាមួយនឹងប្រភេទជើង Type C របស់ Mono Wave T5 ដើម្បីភ្ជាប់ប្រើជាមួយនឹងDJI Osmo Pocket 3 នេះអញ្ចឹងសម្រាប់ microphone នេះគឺវាមានគុណភាពសំឡេងល្អហើយការចាប់ចម្ងាយបានរហូតដល់300 ម៉ែត្រថ្មកាន់30ម៉ោងជាងហើយនឹងជាប្រភេទ combo set ដែលយើងមានប្រើបានគ្រប់ទូរស័ព្ទហើយនឹង model camera មួយចំនួន computer laptop ឲ្យប្រើបានទាំងអស់អញ្ចឹងតិចទៀតខ្ញុំនឹងនាំបងប្អូនទៅស្ដាប់ពីគុណភាពសំឡេងដែលមាននៅក្នុងវីដេអូដែលខ្ញុំថតចេញពីកាមេរ៉ា DJI មួយនេះហើយករណីនេះបើសិនជាបងប្អូនទិញប្រភេទ DJI standard ធម្មតាដែលយើងអត់មាន microphone DJI ភ្ជាប់មកជាមួយដូចឈុត combo ទេគឺយើងអាចប្រើ microphone built-in បន្ថែមបានដោយយើងភ្ជាប់វាបែបនេះបាទអញ្ចឹងយើងធ្វើវីដេអូយើងនៅតែទទួលបានគុណភាពសំឡេងល្អបាទអញ្ចឹងបើសម្រាប់បងប្អូនចាប់អារម្មណ៍ microphone មួយនេះអាចទំនាក់ទំនងមកខ្ញុំផ្ទាល់បានបាទគឺគុណភាពសំឡេងរបស់វាតិចទៀតបងប្អូននឹងមើលនៅក្នុងវីដេអូដែលខ្ញុំថតពីកាមេរ៉ាវិញតោះសួស្តីបងប្អូនបាទនៅក្នុងវីដេអូនេះខ្ញុំចង់មកបង្ហាញបងប្អូនពាក់ព័ន្ធទៅនឹងការតភ្ជាប់ microphone mono ជាមួយនឹងDJI Osmo Pocket 3ដោយសារ DJI Pocket 3 នេះគឺវាភ្ជាប់មកជាមួយនឹងរុន Type C ដែលយើងអាចភ្ជាប់ microphone ដោយតែក្នុងវីដេអូនេះបងប្អូនឃើញតែស័យសំឡេងកម្រិតប្រេកង់របស់វាគឺឡើងចុះអាហ្នឹងបើសិនជាក្នុងករណីយើងថតធម្មតាដោយអត់ភ្ជាប់ microphone គឺវាអត់ចេញពណ៌បៃតងរត់ឡើងចុះហ្នឹងទេអាហ្នឹងបើករណីដែលយើងអត់ភ្ជាប់ microphone ហើយឥឡូវនេះខ្ញុំកំពុងតែភ្ជាប់ microphone បាទនៅលើអាវរបស់ខ្ញុំបែបនេះហើយបាទយើងប្រើជាមួយនឹងប្រភេទជើង Type C របស់ Mono Wave T5 ដើម្បីភ្ជាប់ប្រើជាមួយនឹងបាទ DJI Osmo Pocket 3 នេះអញ្ចឹងសម្រាប់ microphone នេះគឺវាមានគុណភាពសំឡេងល្អហើយការចាប់ចម្ងាយបានរហូតដល់300 ម៉ែត្រថ្មកាន់30ម៉ោងជាងហើយនឹងជាប្រភេទ combo set ដែលយើងមានប្រើបានគ្រប់ទូរស័ព្ទហើយនឹង model camera មួយចំនួន computer laptop ឲ្យប្រើបានទាំងអស់អញ្ចឹងតិចទៀតខ្ញុំនឹងនាំបងប្អូនទៅស្ដាប់ពីគុណភាពសំឡេងដែលមាននៅក្នុងវីដេអូដែលខ្ញុំថតចេញពីកាមេរ៉ា DJI មួយនេះហើយករណីនេះបើសិនជាបងប្អូនទិញប្រភេទ DJI standard ធម្មតាដែលយើងអត់មាន microphone DJI ភ្ជាប់មកជាមួយដូចឈុត combo ទេគឺយើងអាចប្រើ microphone built-in បន្ថែមបានដោយយើងភ្ជាប់វាបែបនេះបាទអញ្ចឹងយើងធ្វើវីដេអូយើងនៅតែទទួលបានគុណភាពសំឡេងល្អបាទអញ្ចឹងបើសម្រាប់បងប្អូនចាប់អារម្មណ៍ microphone មួយនេះអាចទំនាក់ទំនងមកខ្ញុំផ្ទាល់បានបាទគឺគុណភាពសំឡេងរបស់វាតិចទៀតបងប្អូននឹងមើលនៅក្នុងវីដេអូដែលខ្ញុំថតពីកាមេរ៉ាវិញបាទ